សរសេរអ្នកនរគ្នាយប់នេះលុយដុល្លារអាចនឹងធ្លាក់ថ្លៃគួរសមដែរដោយសារតែមកមួយរំលងអត្រានេះធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងប្រកាសអត្រាការប្រាក់ហើយបច្ចុប្បន្នអត្រាការប្រាក់ 4.25% គេមានបំណងនៅក្នុងការកាត់អត្រាការប្រាក់មកត្រឹមតែ 4% ឯងអញ្ចឹងជាការវិភាគណាអាចនឹងកាត់មក 4% អញ្ចឹងសេណារីយ៉ូបើសិនជាធនាគារកណ្ដាលសហរដ្ឋអាមេរិកកាត់អត្រាការប្រាក់មក 4% មែនពេលហ្នឹងយប់ហ្នឹងប្រាក់ដុល្លារនឹងធ្លាក់ថ្លៃហើយមាសក៏អាចងើបឡើងថ្លៃវិញដែរខណៈពេលដែលតម្លៃហាងឆេងមាសប្រទាបខ្លួនយប់មិញមកដល់ត្រឹម $3,885 ក្នុងមួយអោនផឹកនេះងើបមក $3,950 វិញគឺជា signal មួយបង្ហាញថាតម្រូវការហាងឆេងមាសចាប់ផ្ដើមមានមកវិញហើយយប់មិញចុះច្រើនមែនតើម្សិលមិញអ្នកនរគ្នាតាមហើយណាអ្នកនរគ្នាក៏ធ្លាប់ឃើញវីដេអូដែលខ្ញុំណែនាំថាតម្លៃហាងឆេងមាសនឹងធ្លាក់ក្រោម $4,000 ដែរតែថ្ងៃនេះខ្ញុំមកប្រាប់ថាបើសិនជាយប់នេះសហរដ្ឋអាមេរិកកាត់អត្រាការប្រាក់មាសនឹងអាចងើបឡើងថ្លៃវិញនៅក្នុងយប់នឹងតែម្ដងមកមួយយប់ណាអញ្ចឹងទិញលក់អ្នកនរគ្នាត្រូវតែច្បាស់ព័ត៌មានគឺជាសច្ចនករដែលអាចរុញឲ្យវា data ដែលអាចរុញឲ្យតម្លៃទិសដៅនោះប្រែប្រួលអញ្ចឹងយប់នេះបើសិនជាធនាគារកណ្ដាលសហរដ្ឋអាមេរិកកាត់អត្រាការប្រាក់មក 4% មែនតម្លៃហាងឆេងមាសនឹងងើបឡើងថ្លៃវិញអញ្ចឹងអ្នកនរគ្នាគួរត្រៀមខ្លួនបែបណាជាមួយនឹងការជួញដូរនៅរំលងអត្រាមកមួយយប់នេះណាដោយសារតែហ៊ានតែកាត់អត្រាការប្រាក់វិញមាសឡើងថ្លៃវិញណាប៉ុន្តែអ្វីដែលអ្នកនរគ្នាត្រូវដឹងថ្ងៃស្អែកថ្ងៃពហុក៏ជា schedule ដែល Donald Trump ជួបជាមួយ Xi Jinping ចរចាសង្គ្រាមពាណិជ្ជកម្មដែរអញ្ចឹងយើងរៀបសេណារីយ៉ូបែបនេះយប់នេះបើមាសឡើងថ្លៃពេលដែល Donald Trump ជួប Xi Jinping គេគ្នាត្រូវមាសនឹងក៏អាចចុះថ្លៃមកវិញដែរត្រៀមខ្លួនរួចជាស្រេចណាអត់អាចបដ ாய் ឲ្យខ្លួនឯងនៅពេលដែលវាខ្ពស់យើងទិញស្រាប់តែវាចុះយើងខាតដល់ពេលដែលវាទាបយើងទៅជាលក់វិញស្រាប់តែវាឡើងខាតទៀតអញ្ចឹងកុំដើរវិជ្ជាជាមួយនឹងទីផ្សារត្រូវតែច្បាស់ជាមួយព័ត៌មានណាអញ្ចឹងយប់នេះភាគរយខ្ពស់អ្នកនរគ្នាអាចនឹងកាត់អត្រាការប្រាក់ដោយសារតែអាចនឹងកាត់អត្រាការប្រាក់ដោយសារតែចុងឆ្នាំហើយខែ11ខែ12ហ្នឹងហើយណាអរគុណអ្នកនរគ្នា